បងប្អូនមានធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាគ្រូខ្មែរគ្រូសិលដែលច្បាច់ចុះច្បាច់ឡើងហើយសូត្រចុះសូត្រឡើងស្ដោះចុះស្ដោះឡើងហ្នឹងអាចធ្វើឲ្យបងប្អូនជាពីជំងឺបានអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនគឺថាជំងឺហ្នឹងវាមិនបានជាតាណាទេប៉ុន្តែរឿងទាំងអស់ហ្នឹងវាគ្រាន់តែជាអារម្មណ៍ដែលអារម្មណ៍ទាំងអស់ហ្នឹងវានឹងធ្វើឲ្យខួរក្បាលរបស់យើងគិតយល់ច្រឡំវាបានន័យថាខួរក្បាលរបស់យើងហ្នឹងវាកំពុងតែគិតថាជំងឺមួយនេះវាបានធូរស្រាលហើយប៉ុន្តែតាមពិតទៅវាមិនបានធូរស្រាលតាណាទេអញ្ចឹងខ្ញុំនឹងបកស្រាយប្រាប់បងប្អូនលម្អិតថាការស្ដោះផ្លុំហ្នឹងវាមិនបានធ្វើឲ្យបងប្អូនជាជំងឺតាណាទេហេតុផលទី1ដែលធ្វើឲ្យបងប្អូនមានអារម្មណ៍ថាបងប្អូនបានទៅស្ដោះផ្លុំហើយបងប្អូនមានអារម្មណ៍ទៅធូរស្រាលនេះក៏ព្រោះតែជំនឿដែលយើងហៅថាការជឿហ្នឹងនៅពេលដែលបងប្អូនបានទៅជួបគ្រូណាមួយឬក៏ដូចជាគ្រូដែលបងប្អូនស្គាល់មកជាយូរហើយឬក៏ល្បីអីអញ្ចឹងទៅដែលពូកែខាងស្ដោះផ្លុំក៏ដូចជាច្បាច់ចុះច្បាច់ឡើងនឹងធ្វើឲ្យបងប្អូនជាហ្នឹងអញ្ចឹងមុនពេលដែលបងប្អូនទៅហ្នឹងគឺថាបងប្អូនបានមានជំនឿចិត្តរួចទៅហើយថានៅពេលដែលបងប្អូនទៅបងប្អូនអាចនឹងជាអញ្ចឹងអាចចិត្តឲ្យនឹងក្តីសង្ឃឹមរបស់បងប្អូនដែលជាប់នៅក្នុងអារម្មណ៍ហ្នឹងគឺថាវានឹងជាប់ទៅជាមួយបងប្អូននៅពេលដែលបងប្អូនទៅដល់គ្រូហ្នឹងអញ្ចឹងហើយបានជារឿងហ្នឹងវាអាចដកជាប់នៅក្នុងខួរក្បាលរបស់បងប្អូនហើយវាធ្វើឲ្យខួរក្បាលរបស់បងប្អូនគិតយល់ច្រឡំអញ្ចឹងនៅពេលដែលបងប្អូនបានទៅដល់ផ្ទះគ្រូហ្នឹងហើយបន្ទាប់មកក៏ច្បាច់ចុះច្បាច់ឡើងស្ដោះផ្លុំហ្នឹងបងប្អូនក៏មានអារម្មណ៍ថាធូរស្រាលប៉ុន្តែតាមពិតទៅវាមិនបានធូរស្រាលទៅណាទេនេះក៏ដោយសារតែអារម្មណ៍របស់បងប្អូនបានជឿទុកចិត្តតាំងពីបងប្អូនចេញពីផ្ទះមកប៉ុណ្ណេះដូចដែលខ្ញុំបាននិយាយនៅដើមវីដេអូអញ្ចឹងហើយបានជាខួរក្បាលរបស់យើងវាគិតច្រឡំថាយើងបានធូរស្បើយហើយប៉ុន្តែតាមពិតទៅជំងឺយើងគឺនៅតែឈឺដដែលចំណុចឯហេតុផលទី2វាគឺជារឿងចៃដន្យឧទាហរណ៍ថាអ្នកជំងឺម្នាក់ហ្នឹងបានទៅពេទ្យមួយរយៈបានលេបថ្នាំបានព្យាបាលហើយអស់ហើយប៉ុន្តែនៅតែមានអារម្មណ៍ថាខ្លួនឯងមិនជាក្រោយមកអ្នកជំងឺម្នាក់ហ្នឹងក៏បានទៅរកគ្រូខ្មែរគ្រូភ្លុំស្ដោះហ្នឹងបន្ទាប់មកជំងឺហ្នឹងគឺពិតជាបានសះស្បើយពិតមែនប៉ុន្តែបងប្អូនមានដឹងថាការជាសះស្បើយនេះវាមិនមែនមកពីគ្រូស្ដោះផ្លុំទេគឺវាមកពីថ្នាំពេទ្យក៏ដូចជាការព្យាបាលនេះឯងធម្មតាការព្យាបាលក៏ដូចជាការញ៉ាំថ្នាំវាមិនមែនធ្វើឲ្យបងប្អូនជាភ្លាមទេប៉ុន្តែវាចៃដន្យអីនៅពេលដែលបងប្អូនទៅរកគ្រូមួយហ្នឹងគឺវាចំពេលដែលជំងឺយើងជាបន្ទាប់ពីបងប្អូនមានអារម្មណ៍ថាធូរស្បើយហើយបងប្អូននឹងគិតថាគ្រូនេះពិតជាពូកែមែនគ្រូនេះពិតជាចេះពិតមែនទៅពេទ្យគ្មានបានការស្អីទេមកគ្រូស្ដោះផ្លុំគឺពូកែជាងប៉ុន្តែអ្វីដែលជាជាក់ស្ដែងហើយនឹងការពិតនៅលើโลกនេះគឺថាវាមិនអាចអត់ហេតុនឹងផលបានទេគ្រប់យ៉ាងវាត្រូវតែមានហេតុទើបមានផលបងប្អូនត្រូវដឹងថាជំងឺទូទៅរបស់មនុស្សយើងគឺថាវាកើតឡើងដោយមានហេតុនឹងផលពិតប្រាកដវាមិនមែនចេះតែកើតឡើងមកទេហើយសម្រាប់ការព្យាបាលវិញក៏ត្រូវការព្យាបាលឲ្យត្រូវតាមក្បួនបច្ចេកវិទ្យាពេទ្យដែរបងប្អូនក៏តែប៉ុណ្ណេះទៅមិនថាគ្រូណាក៏ដោយគ្រូស្ដោះផ្លុំអីក៏ដោយនៅពេលដែលឈឺអ្វីមួយគឺថាគ្មានអ្វីអាចព្យាបាលបានក្រៅពីមន្ទីរពេទ្យនោះទេហើយចំណុចឯរឿងអារម្មណ៍ហើយនឹងចិត្តរបស់យើងដែលបានធ្វើឲ្យខួរក្បាលយើងយល់ច្រឡំហ្នឹងគឺថាវាគឺជាការពិតដែលខ្ញុំលើកមកនិយាយនេះគឺថាមិនមែនចេះតែនិយាយតាមតែនឹកឃើញនោះទេបងប្អូនមានដឹងថាខួរក្បាលរបស់យើងវាក៏ចេះយល់ច្រឡំដែរឧទាហរណ៍ថាបងប្អូនមើលទូរស័ព្ទយប់ឡើងពេលហ្នឹងខួរក្បាលរបស់បងប្អូនមិនបានធ្វើឲ្យបងប្អូនងុយគេងទេពីព្រោះតែអេក្រង់ដែលចេញពីទូរស័ព្ទហ្នឹងគឺធ្វើឲ្យខួរក្បាលរបស់យើងច្រឡំថាពេលថ្ងៃមិនមែនជាពេលយប់ខ្ញុំឧទាហរណ៍មួយទៀតពីថ្នាំបំបាត់ការឈឺចាប់សូម្បីតែថ្នាំបំបាត់ការឈឺចាប់ដែលចេញពីមន្ទីរពេទ្យនេះនៅពេលដែលបងប្អូនញ៉ាំថ្នាំហ្នឹងទៅគឺថាវាធ្វើឲ្យបងប្អូនបាត់ឈឺចាប់ពិតមែនប៉ុន្តែបងប្អូនដឹងថាថ្នាំហ្នឹងវាមិនបានដឹងថាយើងឈឺកន្លែងណាទេឧទាហរណ៍ថាយើងឈឺកូនដៃអញ្ចឹងថ្នាំហ្នឹងវាមិនបានដឹងថាយើងឈឺកូនដៃទេប៉ុន្តែថ្នាំដែលយើងលេបទៅហ្នឹងគឺថាវាបានទៅបង្អាក់ខួរក្បាលរបស់យើងដែលមិនអាចទទួលព័ត៌មានបានអញ្ចឹងនៅពេលដែលខួរក្បាលរបស់យើងត្រូវបានបង្អាក់មិនអាចទទួលព័ត៌មានបាននោះយើងមិនដឹងពីការឈឺចាប់នោះទេអញ្ចឹងហើយបានជាយើងលេបថ្នាំបំបាត់ការឈឺចាប់ហ្នឹងធ្វើឲ្យយើងបាត់ឈឺហ្នឹងអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់បងប្អូនជំនឿវាគឺជាការជឿប៉ុន្តែសូមកុំឲ្យវាហួសព្រំដែនខ្លាំងពេកក៏ដូចជាងប់ងល់ខ្លាំងពេកហើយខ្ញុំសូមបញ្ជាក់ថាវីដេអូនេះខ្ញុំមកបានវាយប្រហារទៅគ្រូណាអីមួយទេពីព្រោះថាអ្នកដែលប្រកែកក៏ប្រកែកទៅអ្នកដែលជឿក៏នៅតែជឿទៅអ្វីដែលខ្ញុំនិយាយនេះអត់មានទៅបំបិតឆ្នាំងបាយអីអ្នកណាទេគ្រាន់តែថាអ្វីដែលខ្ញុំនិយាយនេះគឺខ្ញុំផ្អែកទៅលើវិទ្យាសាស្ត្រពិតខ្ញុំចង់ប្រាប់បងប្អូនថាប្រទេសដែលគេចេះគិតប្រទេសដែលគេយល់ដឹងច្រើនគឺថាគេបានហត់ទៅដល់ឋានប្រច័ណ្ឌហើយចំណុចឯប្រទេសដែលងប់ងល់នឹងជំនឿខ្លាំងពេកបងប្អូនអាចមើលតែខ្លួនឯងទៅបងប្អូនមានដឹងថានេះគឺជាសម្ដីរបស់គ្រូខ្មែរមួយចំនួនដែលបានឆាតមកជេរខ្ញុំក៏ដូចជាប្រមាថជីវិតខ្ញុំហើយនឹងគ្រូសាខ្ញុំអញ្ចឹងអ្វីដែលខ្ញុំចង់សួរបងប្អូនតើបងប្អូនគិតថាគ្រូទាំងអស់នេះគឺជាគ្រូដែលប្រកែឬមួយក៏ជាគ្រូបោកខ្ញុំចង់ប្រាប់បងប្អូនថាបើសិនជាគ្រូគេល្អគេមិនប្រើពាក្យជេរប្រមាថទាំងអស់នេះទេតើបងប្អូនគិតថាមនុស្សអាក្រក់ទាំងអស់នេះមានសិលមានមន្តអាគមហើយមន្តអាគមហ្នឹងទៅនៅជាមួយមនុស្សអាក្រក់អញ្ចឹងមែនហើយបើអ្នកខ្លះវិញទៀតគឺថាបានគំរាមខ្ញុំដែលចង់ឲ្យស្បែកកបីដៃគោលស្បែកពស់ស្បែកខ្លាយហ្នឹងចូលមកក្នុងពោះខ្ញុំអានេះខ្ញុំសូមនិយាយតាមត្រង់ហ្មងណាបើសិនជាប្រកែករដ្ឋថ្នាក់ហ្នឹងកុំប្រកែកតែជាមួយខ្មែរគ្នាឯងតែដែលវីដេអូខ្ញុំបានប្រាប់ពីហេតុផលពីវិទ្យាសាស្ត្រដើម្បីឲ្យដឹងពីហេតុនិងផលថារឿងហ្នឹងវានឹងអាចកើតឡើងបានដូចម្តេច
អញ្ចឹងខ្ញុំសូមតែម្ដងបើថាចង់ធ្វើឲ្យខ្ញុំហ្នឹងខ្ញុំគិតថាគុំតាន់អីបើសិនជាបកាយរដ្ឋថ្នាក់នឹងមែនខ្ញុំសូមឲ្យជួយធ្វើអំពើទាំងអស់ហ្នឹងដាក់ទាហានថៃដែលកំពុងតែឈរនៅទឹកដីខ្មែរនេះសូមធ្វើឲ្យពួកវាចុកពោះអីដៃគោលអីហ្នឹងចូលក្នុងពោះវាផងដើម្បីឲ្យវាបានត្រឡប់ទៅវិញដើម្បីឲ្យវាបានចាក់ចេញពីទឹកដីខ្មែរហើយបានឲ្យប្រជាពលរដ្ឋយើងដែលកំពុងតែនៅភូមិរងចាំហ្នឹងណាពួកគាត់បានត្រឡប់ទៅផ្ទះវិញផងពីព្រោះថាគាត់ឥឡូវអត់ទាន់បានត្រឡប់ទៅផ្ទះវិញទេអញ្ចឹងធ្វើឲ្យរឿងទាំងអស់ហ្នឹងដាក់ទាហានថៃសិនទៅឲ្យថៃចេញទៅសិនទៅចាំមកធ្វើដាក់ខ្ញុំតាមក្រោយក៏វាមិនហួសពេកដែរត្រូវអត់បើសិនជាបកាយខ្លាំងមែនតើហ្មងបងប្អូនមានដឹងថាពួកមួយចំនួនធំដែល comment ទាំងអស់នេះគឺខ្ញុំជឿថាមិនបានស្ដាប់វីដេអូខ្ញុំដល់ចប់ទេបានជាមិនដឹងរឿងនៅអ្វីដែលខ្ញុំនិយាយនៅក្នុងវីដេអូដែលខ្ញុំនិយាយហ្នឹងគឺខ្ញុំនិយាយពីអាការព្យាបាលជំងឺដោយស្ដោះផ្លុំខ្ញុំមិនបាននិយាយពីការតាក់ទងនឹងរឿងធ្វើអំពើក៏ដូចជាថ្នាំខ្មែរបុរាណទេគឺខ្ញុំនិយាយពីការព្យាបាលជំងឺដោយការស្ដោះផ្លុំចំណែកឯរឿងធ្វើអំពើក៏ដូចជាថ្នាំខ្មែរអីហ្នឹងគឺអ្នក comment ជាអ្នកនិយាយខ្លួនឯងទេហើយថ្នាំខ្មែរបុរាណក៏ខ្ញុំជឿដែរខ្ញុំជឿថាថ្នាំខ្មែរបុរាណគឺពិតជាបកាយពិតមែនពីព្រោះបងប្អូនដឹងថាមិនថាថ្នាំពេទ្យក៏ដោយថ្នាំពេទ្យមួយចំនួនធំក៏បានចម្រាញ់ចេញពីឫសឈើក៏ដូចជាឱសថធម្មជាតិដែលមាននៅខ្មែរដែរអញ្ចឹងអាហ្នឹងវាគឺជារឿងពិតដែលយើងមិនអាចបកាយបានទេខ្ញុំចង់ប្រាប់បងប្អូនថានៅពេលដែលខ្ញុំធ្វើវីដេអូនឹងឡើងគឺខ្ញុំពិតជាត្រូវទទួលរងអាការវាយប្រហារទាំងអស់ហ្នឹងពីព្រោះថាមនុស្សមួយចំនួនធំបានងប់នឹងជំនឿនឹងអស់បាត់ទៅហើយអញ្ចឹងសំណួរសួរវិញថាតើខ្ញុំត្រូវតែនិយាយការពិតឬមួយក៏ត្រូវតែនិយាយមិនពិតដើម្បីផ្គប់ចិត្តអ្នកទាំងអស់គ្នាចម្លើយគឺអត់ទេរឿងពិតគឺវានៅតែពិតខ្ញុំមិនអាចទៅនិយាយរឿងខុសដើម្បីផ្គប់ចិត្តគេទេបងប្អូនមានដឹងថាមួយជីវិតយើងនេះរឿងខ្លះគឺយើងមើលឃើញនៅនឹងភ្នែកប៉ុន្តែយើងនៅតែយល់ច្រឡំផងចុះទាំងរំតែរឿងដែលយើងមើលមិនឃើញបងប្អូនគិតថាវាអាចជឿជាក់បានប៉ុណ្ណាហើយរឿងមួយទៀតដែលខ្ញុំចង់ប្រាប់បងប្អូនហើយខ្ញុំក៏មិនមែនចេះតែនិយាយដែរដែលបងប្អូនបានដឹងថាជំងឺខ្លះគឺថាពេទ្យមិនអាចមើលជាពិតមែនហើយពេលខ្លះពេទ្យក៏មិនដឹងថាវាជាជំងឺអ្វីដែរប៉ុន្តែមិនមែនមានន័យថាវាអត់ហេតុផលទេបងប្អូនត្រូវដឹងថាជំងឺមួយគឺថាវាតែងតែបំលែងខ្លួនរហូតវាតែងតែអភិវឌ្ឍពីមួយទៅមួយបន្ទាប់មកជំងឺក៏ដូចជាមេរោគទាំងអស់ហ្នឹងវាបានបំលែងខ្លួនទៅជាប្រភេទផ្សេងទើបធ្វើឲ្យជំងឺមួយហ្នឹងពេទ្យមិនអាចសន្និដ្ឋានបានក៏ដូចជាមិនទាន់រកឃើញវាដូចការពីជំនាន់ដើមអញ្ចឹងនៅពេលដែលមានគ្រុនឈាមគ្រុនចាញ់ធម្មតាយើងគ្រុនឈាមយើងមិនញាក់ល្ងាត្រូវអត់ប៉ុន្តែបងប្អូននៅថាចាស់ពីដើមគិតថាជាព្រាយបិសាចគិតថាជាអារកអារៈអ្នកតាចូលឬក៏គេធ្វើអំពើអីចឹងទៅប៉ុន្តែនៅពេលដែលវិទ្យាសាស្ត្រយើងជឿនលឿនអ្នកវិទ្យាសាស្ត្រក៏បានរកឃើញថាជំងឺទាំងអស់នេះវាគឺជាជំងឺគ្រុនឈាមហើយនិងគ្រុនចាញ់នឹងឯងប៉ុន្តែបងប្អូនមានដឹងថាមានមនុស្សមួយចំនួនឲ្យរឿងគ្រុនឈាមគ្រុនចាញ់នេះមនុស្សខ្លះគឺអាចជាដោយខ្លួនឯងបាននេះក៏ដោយសារតែអង្គតិករបស់បុគ្គលម្នាក់នោះគឺមានអង្គតិកខ្លាំងបងប្អូនមានចាំអត់នៅពេលដែលមានជំងឺ COVID-19 ដំបូងគឺថាបងប្អូនយើងមិនដឹងឮមកពីណាទេថាញ៉ាំពងមាន់អាចការពារជំងឺ COVID-19 បានបន្ទាប់មកក៏នាំគ្នាសម្រុកទៅទិញពងមាន់រហូតដល់អស់ពីស្តុកហើយធ្វើឲ្យពងមាន់ហ្នឹងវាឡើងថ្លៃទៀតប៉ុន្តែតាមពិតទៅវាមិនបានជួយអ្វីសោះអញ្ចឹងខ្ញុំក៏មិនចម្លែកដែរដែលមាន comment ទាំងអស់នេះហើយខ្ញុំក៏មិនចម្លែកដែរដែលការពីមុនគេអាចអូសទាញឲ្យទៅនៅភ្នំកលែនបានហើយដូចខ្ញុំនិយាយដដែលអញ្ចឹងខ្ញុំមិនអាចធ្វើវីដេអូខុសដើម្បីផ្គប់ចិត្តមនុស្សមួយចំនួនទេប៉ុន្តែយ៉ាងណាខ្ញុំពិតជាអរគុណមែនទែនពីព្រោះថាខ្ញុំបានឃើញ comment បងប្អូនមួយចំនួនធំគឺថាគាត់មានការគិតពិចារណាក៏ដូចជាដឹងហេតុនិងផលច្រើនប៉ុន្តែបើអ្នកខ្លះវិញមិនដឹងថាស្ដាប់ខ្ញុំបកស្រាយយ៉ាងម៉េចទេទើបបានជាថាខ្ញុំនឹងចង់លុបបំបាត់សាសនាឯណាទៅវិញទាំងដែលខ្លួនឯងនិយាយពីសាសនានេះខ្លួនឯងមិនដឹងថាសាសនារបស់ខ្លួនឯងនឹងលោកបានព្រានបដៅយើងយ៉ាងម៉េចផងបងប្អូនមានដឹងថាព្រះពុទ្ធរបស់យើងគ្រប់ពាក្យពេចន៍ពាក្យសម្ដីទាំងអស់ក៏ដូចជាការព្រានប្រដៅទូមានទាំងអស់គឺផ្អែកទៅលើវិទ្យាសាស្ត្រពិតទាំងអស់ហើយម្យ៉ាងវិញទៀតបើសិនជាមិនដឹងឬក៏ខ្ជិលទៅរៀនទេខ្ញុំចង់ប្រាប់បងប្អូនថារឿងបន់ស្រន់ក៏ដូចជារឿងអាគមអូមអាមក៏ដូចជាការសែនព្រេនអីហ្នឹងវាមិនមែនជារបស់សាសនាព្រះពុទ្ធទេសាសនាព្រះពុទ្ធមិនបានបង្រៀនឲ្យយើងបន់ស្រន់ទេប៉ុន្តែបានបង្រៀនឲ្យយើងត្រូវតែធ្វើសកម្មភាពទើបយើងបានផលអញ្ចឹងជាចុងក្រោយគ្រូខ្មែរដែលឆាតមកជេរប្រមាថខ្ញុំក៏ដូចជាគម្រាមខ្ញុំអីហ្នឹងចង់និយាយថាចង់ធ្វើក៏ធ្វើទៅប៉ុន្តែខ្ញុំសូមឲ្យទៅធ្វើដាក់ពួកថៃផងដើម្បីឲ្យថៃចេញពីទឹកដីខ្មែរដើម្បីឲ្យប្រជាជនភៀសសឹកយើងបានត្រឡប់ទៅផ្ទះវិញថាការស្ដោះផ្លុំហ្នឹងវាមិនបានធ្វើឲ្យបងប្អូនជាជំងឺទៅណាទេអាម៉េចហើយមិនទៅទេវាពាក់យូរទៅចង់បែកអីហ៎ក្មេងវាអញ្ចឹងនេះដៃខ្ញុំឯងបងប្អូនបាទកន្លែងនេះបាក់2កណាត់នេះកន្លែងនេះបាក់2កណាត់ទៀតបាទបងប្អូនបាទបាក់4កណាត់នេះគាត់ធ្វើដៃអញ្ចឹងគាត់ធ្វើដៃអញ្ចឹងទាញបងប្អូនបាទគឺខុសក្នុងអ្នកទាំងអស់ឆ្អឹងខ្ញុំគឺបានគ្រូខ្មែរណាបាទអាអូនឯងមិនដឹងទេមកសួរបងដើម្បីតែចង់ឈ្នះខ្ញុំអ្នកនិយាយម្ដងថាដៃនឹងខុសកលៈម្ដងថាដៃនឹងបាក់បន្ទាប់មកគ្រូខ្មែរក៏បានទាញដៃឲ្យត្រូវកលៈវិញបានជាហើយនោះវាគឺជាការប៉ັດហើយពីព្រោះថាលោកគ្រូម្នាក់ហ្នឹងគាត់បានដឹងពីរបៀបព្យាបាលដាក់ឈើដាក់អីហ្នឹងគឺវាត្រូវហើយសូម្បីតែពេទ្យក៏ធ្វើអញ្ចឹងដែរពីព្រោះថាដៃហ្នឹងមិនទាន់បាក់ទេអញ្ចឹងបើសិនជាចង់ធ្វើវីដេអូមកចង់ឈ្នះគេសូមឲ្យយល់អាពាក្យបាក់ហើយនិងអាពាក្យខុសកលៈផងពាក្យខុសកលៈហើយនិងបាក់គឺវាខុសគ្នាបងប្អូនមានដឹងថានេះគឺជា website របស់សហរដ្ឋអាមេរិកដែល website ហ្នឹងគឺជា website ពិតប្រាកដដែលបាននិយាយពីលក្ខណៈពិសេសរបស់ឆ្អឹងមនុស្សយើងគឺថាឆ្អឹងមនុស្សយើងមាននៅកន្លែងមួយចំនួនគឺថានៅពេលដែលបាក់តិចតួចគឺវាអាចតភ្ជាប់វិញបានទៅតាមកម្រិតនៃរបួស
ដៃកន្លែងដែលអាចតភ្ជាប់បានហ្នឹងមានដូចជាកដៃកំភួនដៃកជើងកំភួនជើងឆ្អឹងជំនីហើយនិងឆ្អឹងចង្ការបស់យើងនេះវាគឺជាលក្ខណៈពិសេសរបស់ឆ្អឹងមនុស្សយើងដែលវាគឺជារឿងធម្មជាតិខ្ញុំជឿថាបងប្អូនប្រហែលជាធ្លាប់ឃើញសត្វជីងចក់សត្វប្រគួយថ្លែងអីហ្នឹងនៅពេលដែលវាដាច់កតុយឬមួយក៏វាដាច់ជើងអីណាគឺថាវាដុះមកដែលឯងបានអញ្ចឹងនេះវាគឺជាលក្ខណៈពិសេសបំផុតរបស់សភាវៈដែលមានជីវិតផ្សេងគ្នាហើយសួរថានៅពេលដែលសត្វទាំងអស់ហ្នឹងវាដុះកតុយដុះអីមកវិញហ្នឹងតើមានអ្នកណាទៅផ្លុំវាអត់គឺអត់មានទេប៉ុន្តែអ្វីដែលអ្នកឯងនិយាយម្ដងថាឆ្អឹងខុសកលៈដល់ពេលនិយាយម្ដងទៀតថាឆ្អឹងបាក់4កណាត់សូម្បីតែខ្លួនឯងមិនច្បាស់ខ្លួនឯងផងហ្នឹងហើយមិនបាច់មកហៅខ្ញុំមកប្អូនអីទេពីព្រោះថាមិនត្រូវអ្នកឯងយកប្អូនខ្ញុំទេហើយកុំមកនិយាយថាខ្ញុំជាអ្នកវិភាគវីដេអូខ្ញុំតាំងពីទី1មកគឺខ្ញុំផ្អែកលើវិទ្យាសាស្ត្រពិតហើយនឹងផុសតាំងជាក់ស្ដែងមិនមែនចេះតែនិយាយដូចអ្នកឯងទេហើយវីដេអូខ្ញុំទាំងអស់គឺខ្ញុំនិយាយពីផុសតាំងនិយាយពីដំណើរដើមតដល់វាកើតឡើងពីមួយទៅមួយគ្មានពាក្យណាមួយដែលខ្ញុំមើលងាយអត់មានពាក្យណាមួយដែលខ្ញុំទៅប្រមាថគ្រូទេប៉ុន្តែអ្នកដែលធ្វើវីដេអូដូចអ្នកឯងនេះទេដែលនិយាយទៅលើខ្លួនឯងអ្នកឯងមិនអាចមកនិយាយផ្ចាញ់ខ្ញុំបានទេពីព្រោះថាអ្វីដែលខ្ញុំនិយាយគឺខ្ញុំនិយាយបែបជាលក្ខណៈវិទ្យាសាស្ត្រពិតហើយពីក៏ជារឿងពិតដែរបើសិនជាបាក់ដៃបាក់ជើងផ្លុំជាម្លេះវរៈកងតបយើងតាំងពីជំនាន់ណាមកគាត់មិនចាំបាច់ពិការទេអញ្ចឹងបើសិនជាលោកឯងស្គាល់គ្រូណាដែលប្រកែសូមជួយមកឲ្យផ្លុំវរៈកងតបយើងដែលកំពុងតែពិការផងហើយបើចង់ដឹងថាឆ្អឹងមនុស្សយើងមានលក្ខណៈពិសេសមិនចូលទៅមើល website ដែលខ្ញុំប្រាប់ហ្នឹងទៅហើយវីដេអូខាងស្ដាំនេះអ្នកឯងនិយាយតប comment នោះសោះបែរជាយករូបខ្ញុំទៅដាក់ហើយសួរថាមិនបានអ្នកឯងដាក់អត់ពីព្រោះអ្នកឯងដឹងថានៅពេលដែលមានរូបខ្ញុំទៅគឺថាគេមើលច្រើនអញ្ចឹងខ្ញុំសង្ឃឹមថា3វីដេអូចុងក្រោយនេះបងប្អូនអាចនឹងយល់បានកាន់តែច្រើនពីអ្វីដែលជាការពិតនិងអ្វីដែលជាខ្លាំងពីព្រោះខ្ញុំគិតថាវាល្មមហើយពីព្រោះថា3វីដេអូនេះគឺខ្ញុំបាននិយាយក៏ដូចជាលើកហេតុផលមកច្រើនណាស់ក៏ដូចជាផុសតាំងហើយនិងសេណារីយ៉ូពីមួយទៅមួយអញ្ចឹងនេះគឺជាវីដេអូចុងក្រោយរបស់ខ្ញុំហើយដែលខ្ញុំនៅចំណាយពេលរើសដុំថ្មគប់ឆ្កែតាមផ្លូវ